បាទបងប្អូននៅស្រុកស្រែយើងដល់រដូវខ្យល់បក់រដូវនេះគឺត្រីគេហៅថារដូវត្រីចុះអញ្ចឹងបងប្អូនប្រជាពលរដ្ឋអ្នកភូមិផងក្នុងភូមិគឺគាត់ទៅធ្វើម្លងបាទភាសាសាមញ្ញគេហៅថាម្លងដែលជាភាសាសរសេរគេថាអន្លង់បាទនាំគ្នាទៅជីកម្លងដើម្បីស្ទាក់មុខផ្លូវត្រីបាទហើយម្លងនេះគេជីកហើយគេធ្វើជាផ្លូវវាឲ្យសងដើម្បីឲ្យត្រីរីលចូលម្លងដែលមានត្រីចូលច្រើនភាគច្រើនគេទៅបាផុកបាភក់ពីបាតបឹងបាតត្រពាំងយកមកលាបនៅមាត់ម្លងហ្នឹងព្រោះកាលណាលាបផុកហ្នឹងទៅត្រីវាគិតថានេះជាបាតបឹងអញ្ចឹងគឺវារីលចូលនៅក្នុងម្លងហ្នឹងអញ្ចឹងថ្ងៃមួយពូម្នាក់មិនដឹងថាឈ្មោះអីទេបងប្អូនបាទពូម្នាក់ហ្នឹងគាត់ភ្ញាក់រឿងពីយប់ទៅមើលម្លងរបស់គាត់ដែរគាត់ភ្ញាក់ខ្ទង់ម៉ោង4ម៉ោង4កន្លះអីមើលឃើញគ្នាល្អះហ្នឹងនៅស្ទើងឹតស្ទើភ្លឺបាទគាត់ដើរទៅស្រាប់តែដល់ម្លងមួយពេលទៅដល់ម្លងនោះគាត់ស្ដាប់ទៅឮត្រីច្រើនណាស់ម្លងហ្នឹងបាទដល់ពេលឮត្រីច្រើនអញ្ចឹងគាត់មានអារម្មណ៍មួយថាអញបូចុះចាប់ម្លងហ្នឹងបែបបានច្រើនប៉ុន្តែខ្លាចម្ចាស់គេមកទាន់អញ្ចឹងគាត់ក៏ដាក់ចបហ្នឹងនៅលើភ្លឺស្រែដាក់ជាប់នៅលើភ្លឺម្លងហ្នឹងភ្លឺស្រែភ្លឺម្លងហ្នឹងនៅជាប់គ្នាហ្នឹងគាត់ដាក់ជាប់ហើយគាត់កេះអុចបរិយដើម្បីពជាពេលបរិយគាត់ហ្នឹងគឺថ្នាំខ្លាំងហ្នឹងមូស្លឹកស្កែអញ្ចឹងទៅបាទរួចហើយគាត់ឈររីមកជុំមើលទៅជើងមើលទៅលិចមើលទៅកើតមើលទៅត្បូងដល់ពេលគាត់មើលទៅដូចស្ងាត់ល្អបែបដូចអត់មានមនុស្សណាទាន់ភ្ញាក់មកវាលទេអញ្ចឹងឱកាសល្អគាត់ក៏ដាក់ចបហ្នឹងនៅលើមាត់ម្លងហ្នឹងបន្ទាប់មកគាត់ក៏ចុះទៅក្នុងម្លងបាទចុះទៅក្នុងម្លងហ្នឹងគេមានគេហៅថាស្រះបលាគេដាក់សម្រះហ្នឹងអ្នកស្រែយើងហៅថាមានសម្រះនៅក្នុងហ្នឹងគាត់ចុះទៅរើសម្រះហ្នឹងរើបោះមកលើហ្នឹងដើម្បីស្រួលចាប់ត្រីបាទគាត់បោះមក1មេឃ2មេឃមក3មេឃអីរើតអស់បាទអញ្ចឹងពេលរើអស់ហើយគាត់យកជើងគាត់កវាសទឹកនៅក្នុងម្លងហ្នឹងស្រាប់តែកវាសទៅរស់ធំណាស់បងប្អូនធំបាទចំរស់ធំគាត់សប្បាយគាត់ចាប់ផ្លាប់បាទចាប់មិនឈ្នះទេចាប់ទៅរួចបោលវិលចុះវិលឡើងនៅក្នុងម្លងហ្នឹងស្រាប់តែវាមិនដឹងល្មិចមានឆ្កែរបស់គាត់មួយបោលតាមក្រោយហ្នឹងទៅជាមួយគាត់ដែរឆ្កែហ្នឹងទៅបោលចុះបោលឡើងនៅភ្លឺម្លងហ្នឹងក៏ត្រូវជាមួយអាចបហ្នឹងឆ្កែហ្នឹងបោលបុកចបហ្នឹងទៅស្រាប់តែចបហ្នឹងលំត្រូវលើក្បាលគាត់លន់ប៉ោះម្ដងចបហ្នឹងពូនឹងភ័យបដ ாய் បាទស្មានតែម្ចាស់ម្លងគេមកដាក់មកបំណងចំក្បាលបាទថ្វាយគុំក្រឹបបងអើយបងទៅម្ដងទេបងសូមអធិស្ឋានទៅម្ដងឃើញម្លងបងឯងត្រីចូលច្រើនពេកបាទសុំម្ដងទៅបងអើយកុំប្រកាន់ទោសបីអីបាទថ្វាយគុំ3ដង